តនេះសូមអញ្ជើញលោកអ្នកទស្សនានៅព្រឹត្តិការណ៍ព័ត៌មានជាពិសេសជារៀងរាល់ឆ្នាំនៅក្នុងខែវិច្ឆិកានេះគេឃើញមានបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបបានប្រារព្ធទិវារំលឹកការចងចាំខួបយុទ្ធជននិងជនស៊ីវិលដែលបានបាត់បង់ជីវិតនិងពលីនៅក្នុងសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2នៅក្នុងការប្រារព្ធទិវារំលឹកការចងចាំនេះស្ថានទូតអង់គ្លេសនិងសភាពាណិជ្ជកម្មអង់គ្លេសប្រចាំកម្ពុជាបានសហការជាមួយអង្គការ Saint John និងអគ្គនាយកសន្តាគារ Himawari លោក Andrew Tate ប្រារព្ធទិវារំលឹកការចងចាំនេះឡើងដើម្បីគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជននិងជនស៊ីវិលដែលបានពលីនៅក្នុងសង្គ្រាមលោកលើកទី1និងលើកទី2នៅព្រឹកថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2016ក្នុងសន្តាគារ Himawariដោយមានអគ្គរដ្ឋទូតនិងអគ្គរដ្ឋទូតព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិចូលរួមជាង200នាក់នៅក្នុងទិវានេះភ្ញៀវដែលបានចូលរួមសុទ្ធសឹងតែដោតផ្កាពពីជាប់នៅនឹងអាវហើយផ្កានេះត្រូវបានគេចាត់ទុកជានិមិត្តរូបតំណាងឲ្យឈាមយុទ្ធជនដែលបានពលីនៅក្នុងសង្គ្រាមលោកលើកទី1និងលើកទី2នៅក្នុងអំឡុងពេលមានសង្គ្រាមមានការបង្ហូរឈាមដល់ពេញតំបន់មួយចំនួននៃប្រទេសបែលហ្សិកនិងប្រទេសបារាំងប៉ែកខាងជើងលោក Andrew Tate ឲ្យដឹងថាទិវានេះប្រារព្ធធ្វើមុនដំបូងនៅចក្រភពអង់គ្លេសហើយក៏បានក្លាយទៅជាថ្ងៃនៃទិវារំលឹកការចងចាំរបស់ប្រជាជនអង់គ្លេសចាប់តាំងពីខែវិច្ឆិកាឆ្នាំ1921រហូតមកដល់ពេលបច្ចុប្បន្ននេះហើយទិវានេះក៏មានប្រទេសជាច្រើននៅក្នុងពិភពលោកបានប្រារព្ធជារៀងរាល់ឆ្នាំផងដែរទិវារំលឹកការចងចាំនេះក៏ជាការក្រើនរំលឹកដល់យុវជនជំនាន់ក្រោយឲ្យចេះស្រឡាញ់សន្តិភាពនិងស្អប់ខ្ពើមសង្គ្រាមនេះជាមេរៀនពីអតីតកាលឯអគ្គរដ្ឋទូតចក្រភពអង់គ្លេសឯកឧត្តម Bill Longhurst បានមានប្រសាសន៍ឲ្យដឹងថាទិវារំលឹកការចងចាំនេះគឺយើងរំលឹកទៅដល់ទាហានអង់គ្លេសដែលបានលះបង់ជីវិតដើម្បីការពារនិងទាមទារនូវសេរីភាពហើយកម្មវិធីនេះត្រូវបានប្រារព្ធធ្វើជាង100ឆ្នាំមកហើយ This is the day in Britain and សម្រាប់អស់អ្នកដែលតាំងពីនៅសតវត្សទី1មកម្លេះដែលកម្មវិធីយើងបានចងចាំដល់ទាហានដែលគាត់បានលះបង់ជីវិតក៏ដូចជាទាមទារនៅសេរីភាពដល់ពិភពលោកទាំងមូលហើយជាពិសេសពិធីនេះផងដែរគឺយើងនឹកចងចាំអំពីទាហានរបស់អង់គ្លេសដែលគាត់បានលះបង់ជីវិតរបស់គាត់ដើម្បីនឹងការពារនិងទាមទារនៅសេរីភាពហើយកម្មវិធីនេះគឺយើងបានប្រារព្ធធ្វើរយៈពេលជាង100ឆ្នាំមកហើយដូចជាមានអគ្គរដ្ឋទូតផ្សេងទៀតដែលគាត់បានចូលរួមដូចជាអូស្ត្រាលីកាណាដាហើយនិងមកពីម៉ាឡេផងដែរដែលយើងបានប្រារព្ធនិងចងចាំអំពីកម្មវិធីដែលយើងរំលឹកអំពីអ្នកដែលបានបាត់បង់ជីវិតដើម្បីនឹងទាមទារសេរីភាពក៏ដូចជាការពារមិនឲ្យមានខ្មាំងសត្រូវមកយាយដល់ប្រទេសរបស់ផងយើងក៏ដូចជាពិភពលោកទាំងមូលនេះនៅក្នុងចំណោមអគ្គរដ្ឋទូតនិងអគ្គរដ្ឋទូតដែលបានចូលរួមលោក Francis Hood ភារៈធារីការិយាល័យស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថាទិវានេះក៏ជាការលើកទឹកចិត្តដល់យុវជននៅក្នុងប្រទេសកម្ពុជាមិនថាតែពិភពលោកទាំងមូលនោះទេប្រទេសកម្ពុជាក៏មានអ្នកលះបង់ជីវិតដើម្បីប្រទេសជាតិនិងដើម្បីពិភពលោកផងដែរThat's one of the reason we do គាត់ជំរុញឲ្យសម្រាប់យុវជននៅក្នុងប្រទេសកម្ពុជាចំនួនក្រោយក៏ដូចជាប្រជាជនកម្ពុជាយើងត្រូវចងចាំនិងរំលឹកទៅដល់វីរៈជនដែលបានលះបង់អាយុជីវិតរបស់គាត់ដែលបានទាមទារហើយក៏ការពារទឹកដីនៅក្នុងប្រទេសកម្ពុជាដូច្នេះអំពាវនាវឲ្យយុវជនទាំងអស់សូមឲ្យយើងស្រឡាញ់ហើយនឹងចងចាំអស់ទាំងវីរៈជនដែលបានបាត់បង់ជីវិតសម្ដីនឹងទាមទារហើយនឹងការពារទឹកដីមាតុភូមិរបស់យើងផងដែរ keep it in the history books and keep remembering them នៅក្នុងទិវារំលឹកការចងចាំនេះដែរក៏មានបំណងឲ្យពិភពលោកជាកន្លែងស្រស់ស្អាតសម្រាប់មនុស្សរស់នៅក្នុងបច្ចុប្បន្នក៏ដូចជាអនាគតនិងជាការរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យចេះស្រឡាញ់សន្តិភាពបញ្ជាបាននៅសង្គ្រាមកុំឲ្យកើតមានឡើងដោយសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2ទៀតលោកអ្នកជាទីគោរពសម្រាប់ការផ្សាយកម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍ចុងសប្តាហ៍ដែលលោកអ្នកទើបតែបានតាមដានទស្សនានៅពេលនេះបានឈានមកដល់ទីបញ្ចប់ពីកម្មវិធីសូមថ្លែងអំណរគុណសម្រាប់ការចំណាយពេលវេលាតាមដានទស្សនារបស់លោកអ្នកនិងអរគុណដល់បណ្ដាម្ចាស់ឧបត្ថម្ភនៃកម្មវិធីទាំងអស់នៅពេលនេះវត្តមាននេះខ្ញុំសុនបុទីនិងខ្ញុំអ្នករស្មីនិងក្រុមការងារសូមអរគុណសូមគោរពលា